ទី1ដើម្បីឲ្យគាត់អាយុវែងបានទី1គាត់បីធ្វើយ៉ាងណាឲ្យគាត់សុបាយចិត្តអាហ្នឹងទី1ហើយទី2ហ្នឹងសប្បាយយេមតាញ្ញុតាឃើញទេស្គាល់ប្រមាណក្នុងការសប្បាយទី1សប្បាយហើយប៉ុន្តែទី2ឲ្យស្គាល់ប្រមាណក្នុងការសប្បាយខ្ញុំស្គាល់ប្រមាណទេញោមបានន័យថាកុំឲ្យវាហួសហេតុពេកដូចថាញោមចង់ធ្វើកម្មវិធីជប់លៀងជប់អីទៅកាលណាយើងលើកដាច់ច្រើនក៏អត់កើតអីញោមណាល្មមបានអ្វីក៏ដោយឲ្យតែពេកញោមមិនដែលសូវល្អញោមហ៎ឲ្យតែពេកតែញោមពេកអាហ្នឹងយ៉ាប់ហើយសុំឲ្យអាចិត្តល្អពេកនេះគេថាយ៉ាប់ទៀតចិត្តល្អពេកណាចែកគេមរតកឲ្យកូនអស់លីងចង់ក្រោយខ្លួនឯងធ្លាក់ខ្លួនឈឺអត់មានអីសោះមែនទេញោមអញ្ចឹងរឿងចែកទ្រព្យនេះប្រយ័ត្នបន្តិចខ្ញុំប្រយ័ត្នណាឥឡូវអាត្មាលើករឿងនោះកាត់អាពីរនេះចោលលើករឿងមួយសម័យព្រះឲ្យញោមស្ដាប់ញោមដែលស្ដាប់រឿងព្រាហ្មណ៍ម្នាក់ដែលមានទ្រព្យ8សែនកោតកហបណៈសម័យព្រះញោមបើសម័យនេះប្រហែលថា8លានដុល្លារចុះឧទាហរណ៍ញោមណាតែសម័យហ្នឹងគេហៅថាមហាសទ្ធិគេដែរហើយគាត់មានកូនប្រុសដល់4នាក់ញោមកូនប្រុសណាដល់កូនប្រុសការមួយគាត់ចែកមួយសែនសល់ប៉ុន្មានញោមសល់7កូនប្រុសការ2គាត់ចែកមួយសែនសល់6កូនប្រុស3ការទៅគាត់ចែកមួយសែនសល់5ដល់កូនទី4ចែកគាត់ចែកមួយសែនទៀតនៅសល់ប៉ុន្មានញោមសល់4អញ្ចឹងការកូនអស់ហើយញោមហ៎ដល់ពេលការចោះកាលឡាកូនទាំង4គេអង្គុយពិភាក្សាគ្នាចំតិចឪយើងការប្រពន្ធថ្មីទៅប្រពន្ធថ្មីយកទ្រពអស់ហើយឥឡូវទៅសួរនាំនេះទៅសួរញោមពុកឯងយកប្រពន្ធថ្មីទៀតអត់មើលទៅឪពុកក៏ថាកូនពុកចាស់ហើយឥឡូវគិតតែរឿងប៉ុនរឿងទៀនអីមិនគិតរឿងប្រពន្ធរឿងអីទេបើឪឯងអត់គិតប្រពន្ធដែរអាសល់អា4សែនហ្នឹងទុកធ្វើអីខ្ញុំចាប់ផ្ដើមណាហើយពុកថាទុកគ្រាន់ណាចាយវាយខ្លួនឯងពេលឈឺថ្កាត់អីអញ្ចឹងទៅដូចញោមទុកលុយទុកកាក់អីខ្លះដើម្បីគ្រាន់តែពេលមើលខ្លួនឯងទៅពេទ្យទៅអីអញ្ចឹងហើយលោកកូនគេមិនសូវចិត្តមិនបានអីទៅបានអាហ្នឹងដែរដល់ពេលកូនភាសាក៏ត្រូវអាកូនបកើតក៏ត្រូវចោះឡើងឲ្យអា4សែនហ្នឹងអស់ទៀតញោមហ៎កូនម្នាក់បាន4សែនដល់ពេលនៅជាមួយអាកូនបងបាន2 3ថ្ងៃកូនភាសាចាប់ដើមធុញណាឪឯងកូនមានដល់តែ4នាក់លុយចែកស្មើគ្នាហើយមិនមកតាកូនទី1ចាកូនទី2ញោមដល់កូនថាអញ្ចឹងមិនដែរញោមខឹងហ៎ញោមកាលអញនៅមានទ្រព្យសម្ដីក៏ដូចមិនអញ្ចឹងហ៎ដល់ពេលអញឲ្យចែកទ្រព្យរបស់សម្ដីធ្ងន់ណាអញ្ចឹងក៏ចឹងអញទៅនៅមួយអាកូនទី2អញក៏បានដែរចិត្តដែរញោមទៅដល់អាទី2ដំបងបាយទឹកអីដូចរៀងក្រាន់ដែរនៅបានមកស្ទុះឪឯងទៅអាកូនទី3ដូចទ្រព្យស្មើគ្នាតែរកអាទី3ខ្លះទៅហ្នឹងចាប់ដើមរុញគ្នាញោមណាដូចគេលេងអញ្ចឹងអាកាលខ្លួនឯងនៅតូចនាំគ្នាទៅដើមម៉ែគ្នាដល់ចាស់ហើយរុញម៉ែទៅផ្សេងគ្នាអញ្ចឹងណាញោមដល់អាកូនទី3ក៏អញ្ចឹងអាកូនទី4ក៏អញ្ចឹងចុងក្រោយញោមដើរចេញពីផ្ទះខ្លួនទៅទេញោមចុងក្រោយខ្លាយជាអ្នកសុំទានគេញោមឃើញទេកូនវាអស់ទ្រព្យអញ្ចឹងដែរញោមណាហើយអាត្មាបញ្យល់រឿងព្រះឲ្យញោមគិតរឿងសម័យនេះដែរពួកអាត្មានៅស្រុកអាត្មាមានមួយឯងញោមគាត់អ្នកមានញោមអ្នកមានប៉ុន្តែក្រោយមកគាត់ចែកទ្រព្យកូនអស់ប៉ុន្តែគាត់សល់ខ្លួនគាត់ដែរសល់ឡានសល់ផ្ទះអីចឹងដែរតែដល់ក្រោយទៅអាកូននោះក៏ចេះតែខ្វះខាតគាត់ចេះតែឲ្យដល់ឥឡូវឈឺញោមស្លាប់ពាក់កណ្ដាលខ្លួននេះអត់មានណាយកទៅពេទ្យទេសំបីតែម្នាក់ជាក់ស្ដែងញោមឥឡូវហ្នឹងទៀតនេះជាក់ស្ដែងទឹកភ្នែកឃើញទេញោមទឹកភ្នែកខាងបើសិនជាទុកដីមួយដុំទៅមិនបាច់ពឹងពួកអស់ហ្នឹងទេហើយកូនគាត់7នាក់ញោម7នាក់ហើយកូនខ្លះក៏គេមានកូនខ្លះក៏អត់តែកូនអ្នកមានមិនសូវអឺទេបានតែកូនអ្នកក្រហើយអ្នកក្រវាអត់ឥឡូវមានអីមានអាទ្រាំឈឺហ្នឹងទៅញោមឃើញទេញោមឲ្យដល់ឃើញឪពុកម្ដាយផ្សេងគេឈឺគេយកម៉ែគេទៅពេទ្យថៃផងអីផងតាខ្លួនវាចាំងតែស្រក់ទឹកភ្នែកទេញោមអញ្ចឹងរឿងទ្រាំនេះញោមប្រយ័ត្នដែរយ៉ាងណាសូវទុកមកចំណែកសម្រាប់ខ្លួនឯងញោមហ៎បើព្រះលោកបរៀនយើងឲ្យចែកបែងចែកទ្រព្យជា4ឥឡូវញោមស្ដាប់អាហ្នឹងតិចកាន់តែបែកទេញោមណាឥឡូវមិនអីទេញោមណាឥឡូវនិយាយរឿងសម័យព្រះបន្តិចមិញអារឿងមិញអត់ទាន់ចប់ទេណានៅវគ្គកតុយទៀតឥឡូវនិយាយរឿងផ្សេងមួយទៀតព្រះពុទ្ធលោកថាទ្រព្យដែលយើងមានព្រះអង្គឲ្យយើងចែកជា4
ទី1លោកថាដោះបំណុលចាស់ខ្ញុំស្គាល់ដោះបំណុលចាស់ហ៎ឥឡូវអាត្មានិយាយកាត់សិនទី1ដោះបំណុលចាស់ទី2បុលបំណុលថ្មីទី3បាចនៅក្នុងជ្រោះជ្រៅទី4កប់នៅក្នុងពធរណីអញ្ចឹងបើនិយាយ4ហ្នឹងញោមមិនសូវយល់ទេឥឡូវនិយាយបកស្រាយឲ្យញោមស្ដាប់ទី1ដោះបំណុលចាស់ហ្នឹងលោកថាបានទ្របមកចិញ្ចឹមមេដាបៃតាមែនទេប្រគុណមេដាបៃតានេះថ្លៃហ៎ញោមណាយើងបង្កើតគាត់បង្កើតយើងបានតែយើងបង្កើតគាត់បានទេបានទេញោមអត់បានទេអញ្ចឹងកន្លែងហ្នឹងបានប្រពុតថាគុណមេដាបៃតានេះมันអាចសងរួចទេលោកប្រៀបធៀបអញ្ចេះញោមលោកប្រៀបធៀបថាទោះបីកូនចៅយកឪពុកម្ដាយដាក់លើស្មាស្ដាំដាក់លើស្មាឆ្វេងឲ្យបន្ទោបងអស់100នៃឆ្នាំក៏សងគុណគាត់អត់រួចដែរឲ្យគាត់បន្ទោបងលីមុខញោមម៉ូតលីមុខអាគ្រឿងផ្សេងឯគ្រឿងស្មៅក្រោកនេះឲ្យគាត់បន្ទោបងនៅលើខ្លួនយើងអស់100នៃឆ្នាំក៏ព្រះអង្គថាសងគុណមេដាបៃតានោះអត់រួចដែរឬលោកប្រៀបធៀបអញ្ចេះទៀតញោមលោកប្រៀបធៀបថាទោះបីញោមយកព្រះធរណីនេះធ្វើជាស្លឹកសភៅយកធ្វើជាกระดาษសភៅហ្នឹងញោមហើយយកភ្នំព្រះសមេរុធ្វើជាប៊ិចជាស្លាបបកាយកទុកមហាសមុទ្រហ្នឹងធ្វើជាទឹកប៊ិចហើយយកមកសរសេររាយរាប់អំពីគុណម្ដាយហ្នឹងឲ្យពេញផែនដីទាំងអស់អត់មានចន្លោះទេក៏ប្រពន្ធលោកថាសងគុណឪពុកម្ដាយហ្នឹងមិនរួចដែរខ្ញុំស្ដាប់បានទេឬក៏សរសេររហូតតរិញទឹកសមុទ្រឲ្យអស់យកអាទឹកសមុទ្រហ្នឹងយកមកធ្វើទឹកប៊ិចឲ្យអស់ក៏សងគុណឪពុកម្ដាយមិនអស់ដែរឬថាសរសេររហូតតឡាភ្នំព្រះសមេរុវារិលអស់លីងក៏អាចសងគុណឪពុកម្ដាយបានដែររឿងដែលសងមិនបានដោយសារយើងបង្កើតជីវិតគាត់អត់បានមែនទេញោមបង្កើតឪពុកម្ដាយបានទេកូនអត់បានទេអញ្ចឹងបានថាគុណឪពុកម្ដាយនេះធ្ងន់ណាស់កូនចៅធ្វើបុណ្យឪពុកម្ដាយហ្នឹងក៏បានបុណ្យច្រើនតែបើកូនចៅប្រុសស្រីណាមិនស្គាល់គុណឪពុកម្ដាយហ្នឹងក៏មានទោសធ្ងន់មែនទេណូនៅក្នុងបារាបវៈសូត្រញោមដែលលើគេថានរៈជនប្រុសស្រីឯណាដែលមានធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមាតាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនាសខ្ញុំស្ដាប់ឮបានទេបើយើងអត់ស្គាល់គុណឪពុកម្ដាយហើយទៅរកចម្រុងចម្រើនណាបានញោមមិនអញ្ចឹងទេញោមយើងធ្វើឪពុកម្ដាយឈឺចាប់នៅក្នុងផ្ទះហើយទៅធ្វើបុណ្យខាងក្រៅទៅសុំសេចក្តីសុខវាសុខទេអត់ទេមែនទេបើធ្វើឪពុកម្ដាយនៅផ្ទះនេះទឹកភ្នែកទឹកសបោរាល់តែថ្ងៃហើយទៅធ្វើបុណ្យខាងក្រៅដើម្បីសុំសេចក្តីសុខវាទៅអត់រួចមែនទេញោមអញ្ចឹងពុទ្ធលោកបរិញ្ញាណាមុននឹងញោមទៅធ្វើបុណ្យខាងក្រៅកុំភ្លេចព្រះកន្លងនៅក្នុងផ្ទះស្ដាប់បានទេញោមមាននុកម្នាក់យួរជេកញោមធ្លាប់ស្ដាប់ហើយមែនទេទៅយកជេកប្រគេនព្រះថាហេមុននឹងយកជេកប្រគេនតថាគតហ្នឹងមានបូជាមានជូនព្រះនៅក្នុងផ្ទះនៅកូននោះវាឆ្ងល់ឯងដែលដាក់តាំងព្រះនៅផ្ទះផងមិនលោកថាមានព្រះលោកក៏ដេញទៅមែនទេញោមឯងទៅម្ដងទៀតទៅរោគកលុកកលៀតអស់ហើយញោមទាំងក្រោលគោយរោមិនឃើញទៅជួបព្រះទៀតថាព្រះអង្គខ្ញុំរោព្រះអត់ឃើញទេព្រះថាទៅរោម្ដងទៀតយកជេកអាមួយស្និតនឹងចោះឡើងវាជ្រុះមកផ្លែញោមហើយម៉ែវាហេវស្រក់ទឹកមាត់ហើយញោមចាស់គាត់ឃើញញោមស្រក់ទឹកមាត់ហេវព្រឹកឡើងហ៎ញោមកូនបាទនឹងជ្រុះមកផ្លែឲ្យម៉ែបានអត់បើម៉ែឯងយកឲ្យម៉ែមកផ្លែរត់ទៅរោព្រះម្ដងទៀតដល់ថាព្រះអង្គអើយអស់វិធីសាស្ត្រហើយរោព្រះរោមិនឃើញសោះបានព្រះអង្គសួរថាចុះជែកមកផ្លែទៅណាហើយជែកមកផ្លែមិញព្រះអង្គសុំកម្មាទោសមិញយួរចោះយួរឡើងទៅជ្រុះមកផ្លែឲ្យម៉ែបាត់ទៅបានព្រះថានឹងហើយជាព្រះកន្លងដល់បានទេញោមនឹងហើយព្រះរបស់អ្នកបានដឹងអូឪពុកម្ដាយអញជាព្រះអីចុះបានព្រះអង្គសម្ដែងថាមាតាបិតានោះមានឈ្មោះ4យ៉ាងទី1លោកឲ្យឈ្មោះអីញោមពុបទេវាទេវតាខាងដើមសម័យកាលណាគេគោរពទេវតាព្រះអង្គថាមាតាហ្នឹងជាទេវតាទី1ហើយរក្សាតាំងយើងចោះចាប់បដិសន្ធិមែនទេញោមឬតែកូនចោះចាប់បដិសន្ធិក្នុងផ្ទៃជាពិសេសអ្នករៀបការថ្មីថ្មោងឬតែប្រពន្ធមានកសบายចិត្តទេញោមហើយបើសម័យនេះវាមិនដឹងទៅអេកូប្រហែល100ដងទេញោមតិចអេកូស្រីឲ្យប្រុសឲ្យបានស្រីឲ្យប្រុសឲ្យកូនយើងសុខភាពល្អអត់ឃើញទេញោមសบายចិត្តមិនអញ្ចឹងទេញោមអញ្ចឹងបានថាព្រះអង្គថាមាតាបិតាជាពុបទេវាហកទី2ព្រះអង្គថាមាតាបិតានឹងជាគ្រូខាងដើមទៀតពុពាចាខ្ញុំដែលលឺមុននឹងញាតញោមបានទៅរៀនសិក្សាជាមួយអ្នកណាគេចេះដឹងនេះមាតាបិតានេះដេកដោយឈរអង្គុយស៊ីផឹកនិយាយស្ដាប់គោរពចាស់តូចគោរពចាស់ទុំទាំងអស់នឹងមែនមិនមាតាបិតាបរៀនមុនគេញោម
ចឹងលោកហៅថាពុព្វាចារ្យក៏តអាចារ្យខាងដើមចឹងសម័យកាលណាគេគោរពគ្រូបាអាចារ្យសម័យកាលនោះយើងត្រូវតែគោរពមេដាហ្នឹងមុនគេស្ដាប់បានទេញោមដល់តែមួយទៀតសម័យកាលណាគេគោរពព្រំមែនទេញោមជាប់តាក់ទងព្រំមាញ់ច្រើនណាមែនទេតែព្រះអង្គថាមេដាបេដាជាព្រំណាញោមជាព្រំណាឃើញទេមុនញោមទៅគោរពព្រាហ្មណ៍គ្រប់ព្រំណាត្រូវតែគោរពមេដាបេដាហ្នឹងមុនមែនទេញោមហើយព្រំលោកថាប្រកបដោយវិហារធម៌4មានមេត្តាករុណាមុទិតានិងអបេខាហ្នឹងជាព្រះព្រំហកសម័យកាលណាគេគោរពព្រះទូទៅព្រះអង្គថាមេដាបេដាហ្នឹងជាព្រះទី1ចឹងហ៎ញោមមិនចឹងហ៎ញោមខៃចឹងជាតក្កណីយបុគ្គលឬក៏អាហុយនិយបុគ្គលដែលគួរគោរពបូជាអញ្ចឹងមេដាបៃតាជាព្រះអរហន្តរបស់កូនអញ្ចឹងសម័យកាលណាញោមគោរពអ្នកណាក៏ដោយសំបីតែគោរពពុទ្ធក៏ព្រះអង្គឲ្យគោរពមេដាបៃតាមុនដែរខ្ញុំស្ដាប់បានទេគឺជាព្រះអរិយបុគ្គលរបស់កូនចៅអញ្ចឹងបើកូនចៅណាចិញ្ចឹមបីបាច់ថែរក្សាមេដាបៃតាវាចរុងចម្រើនណាញោមនៅក្នុងមង្គលសូត្រព្រះអង្គសម្ដែងថាមេតាបេតុឧបបាឋានងអេតាមង្គលមុតតមង្គបើកូនប្រុសស្រីណាចិញ្ចឹមមេដាបៃតានឹងជាមង្គលដ៏ឧត្តមហើយបើក្នុងបរាភវៈសូត្របើជនប្រុសស្រីឯណាដែលមានធនធានมันបានចិញ្ចឹមរក្សាមេដាបៃតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនាសខ្ញុំស្ដាប់បានទេបើកូនចៅប្រុសស្រីណាទំនុកបំរុងមេដាដោយបច្ច័យ4នៅក្នុងទីនេះក៏វាចម្រុងចម្រើនតាមនឹងទោះបីមិនចម្រុងចម្រើនមិនឃើញនឹងភ្នែកក៏ដោយក៏បង្ហាញអំពីកតញ្ញូតាធម៌ចំពោះលោកអ្នកដែលមានគុណដែរខ្ញុំស្ដាប់បានទេឥឡូវតទៅរឿងព្រាហ្មណ៍យើងវិញមិញដូច4មិនតាន់អស់ហ្នឹងញោមហ៎រឿងបែងចែកទ្របជា4ណានៅ2ទៀតញោមហ៎ទី1បានន័យថាបុលបំណុលថ្មីបុលបំណុលបាត់ដោះបំណុលចាស់បោះបំណុលចាស់គឺចិញ្ចឹមមេដាបៃតាហ្នឹងហើយទី2បុលបំណុលថ្មីកាលណាយើងមានកូនយើងត្រូវចិញ្ចឹមកូនមែនទេញោមពងដាក់បំណុលថ្មីឲ្យកូនថ្ងៃណាយើងចាស់ទុំទៅធ្វើការបង្កើតបានកូនហ្នឹងសងបំណុលវិញហើយកាលណាយើងមានធម៌មានអាចចិញ្ចឹមមេដាបៃតាកូនយើងក៏ប្រកបដោយធម៌ដែរញោមគេថាកាលណាបើមេដាបៃតាប្រកបដោយធម៌ខ្ញុំជាកូនក៏ត្រូវប្រកបដោយធម៌ដែរមែនទេញោមកាលណាយើងចេះចិញ្ចឹមមេដាបៃតារបស់យើងអាកូនយើងក៏ចេះចិញ្ចឹមយើងវិញដែរតែបានទេញោមអស់2ទេញោមទី2ព្រះអង្គថាបាចនៅក្នុងជ្រោះជ្រៅអញ្ចឹងទ្របមួយផ្នែកទៀតព្រះអង្គថាអាជ្រោះជ្រៅដាក់វាអត់ចេះឆ្អែតទេញោមដឹងជ្រោះអីញោមជ្រោះកាពះដាក់ទៅចេះពេញទេញោមអត់ពេញទេអញ្ចឹងព្រះអង្គថាទ្របមកចំណែកហ្នឹងទុកការចាយវាប្រចាំថ្ងៃជាពិសេសគឺការហូបចុកអីផ្សេងអាហ្នឹងទី3ទេញោមណាហើយទី4ព្រះអង្គថាកប់នៅក្នុងពធរណីកប់នៅក្នុងធរណីឲ្យធ្វើបុណ្យមែនទេញោមព្រោះเขาជាកំណប់ទ្របរបស់យើងទៅកាន់លោកដតីហើយមានតែបុណ្យនេះតែមួយយ៉ាងគាត់ញាតិញោមដែលញ៉ាំងអត្តភាពឲ្យញាតិញោមហ្នឹងទៅកាន់ទីបរមសពដែលយើងហៅថាទីថ្លៃធ្នូញោមតែបើអត់មានបុណ្យមានទានហ្នឹងដឹងតែកាន់អបាយមុខគឺទៀងហើយញោមទៀងហើយញោមណាអញ្ចឹងយើងត្រូវរកផ្លូវក្រោយរបស់យើងអញ្ចឹងបានព្រះអង្គសម្ដែងមកគាថាមួយព្រោះហើយញោមហើយអាត្មាពេលបុណ្យសពបុណ្យអីអាត្មាអាសាសម្ដែងលោកសម្ដែងចេះញាតិញោមសម្ដែងថាកាលណាបើផ្ទះត្រូវភ្លើងឆេះហើយខ្ញុំស្ដាប់lạiនៅឲ្យបានណាញោមលោកថាកាលណាបើផ្ទះត្រូវភ្លើងឆេះហើយជនជាម្ចាស់ផ្ទះក៏បីប្រញាប់ជញ្ជូនទ្របចេញទ្របណាដែលម្ចាស់ផ្ទះជញ្ជូនចេញហើយភ្លើងឆេះមិនបានទ្របនោះរមែងជាប្រយោជន៍ដល់ម្ចាស់ផ្ទះយ៉ាងណាមិញនេះព្រះអង្គថាកាយរបស់យើងនេះក៏ត្រូវភ្លើងជារាភ្លើងជាអធិដុតរាល់ថ្ងៃចឹងបើយើងដឹងតែខ្លួនយើងកំពុងតែភ្លើងជារាភ្លើងជាអធិដុតរាល់ថ្ងៃតែយើងត្រូវធ្វើអីអង្គថាឲ្យយើងមានសិលឲ្យយើងមានទានមានតែសិលទានហ្នឹងជាទំនុកបំរុងរបស់យើងដូចជាយើងជញ្ជូនទ្របចេញអំពីភ្លើងឆេះផ្ទះអញ្ចឹងខ្ញុំស្ដាប់បានណាអញ្ចឹងរូបកាយរបស់យើងត្រូវភ្លើងដុតរាល់ថ្ងៃដែរញោមណាទីមួយភ្លើងអីភ្លើងជារាខ្ញុំឃើញពីដើមញោមស្អាតទេស្អាតដូចអាត្មាអញ្ចឹងញោមមិនចឹងញោមដល់ឥឡូវប្រកួតសម្រស់ចាញ់អាត្មាមែនទេញោមខ្ញុំខៃអីនេះប្រកួតសក់អាត្មាបិទអត់សក់មែនតែយ៉ាងណាក៏នៅក្រាន់ដែរញោមមែនទេញោមប្រកួតភ្នែកប្រកួតច្រមុះប្រកួតស្អីហ្នឹងប្រហែលជាចាញ់អាត្មាឥឡូវអញ្ចឹងបានតែភ្លើងអីញោមភ្លើងជារាអស់ពីជារាវាត្រូវភ្លើងអីញោមភ្លើងជាធិហើយជាធិចាប់ដើមឈឺញោមមនុស្សយើងមុននឹងស្លាប់ក៏ត្រូវតែឈឺអីមួយដែរខ្លះទៅអស់អីញោមអស់កលៀនខ្លះទៅអស់ប្រមាត់ខ្លះទៅអស់ថ្លើមខ្លះទៅអស់សួតមែនទេញោមអញ្ចឹងអាភ្លើងជាធិវាដុតយើងរាល់ថ្ងៃ
ហើយដល់ចង់ក្រោយវាដុតរាល់ថ្ងៃដល់ភ្លើងអីញោមភ្លើងមរណៈគឺសេចក្តីស្លាប់នឹងឯងអញ្ចឹងមច្ចរាជក៏មកដល់អញ្ចឹងបើញោមដឹងតែខ្លួនយើងកំពុងភ្លើងឆេះផ្ទះអញ្ចឹងនៅស្ងៀមបានទេញោមតំអក់បានទេបើយើងឃើញភ្លើងកំពុងឆេះផ្ទះយើងអញ្ចឹងនៅស្ងៀមបានទេអត់ទេត្រូវតែបញ្ញាប់ពលុតមែនណាទៅជញ្ជូនទ្របចេញអញ្ចឹងព្រះអង្គថាបើភ្លើងបើរូបរាងកាយយើងត្រូវភ្លើងឆេះផ្ទះដែរហ្នឹងអញ្ចឹងសេចក្តីល្អត្រូវតែបំពេញឲ្យរឿយខ្ញុំស្ដាប់ដល់ហ្នឹងបានណាញោមណាឥឡូវចូលទៅដល់រឿងព្រាមនោះវិញមិញទ្របបែងចែកជា4ខ្ញុំដឹងណាអញ្ចឹងព្រាមហ្នឹងនៅពេលដែលចែកទ្របកូនអស់ទៅខ្លាយជាជនតោកយ៉ាដល់តែចុងក្រោយទៅមិនអត់អីជាទីពឹងចូលវត្តកែងលោកបានស្ដាប់ធម៌ខ្លះបានលោកឲ្យបាយឲ្យហូបខ្លះមិនអញ្ចឹងញោមហ៎ញោមឯងវត្តអារាមបង្កើតមកមិនមែនសម្រាប់តែអ្នកធ្វើបុណ្យទេញោមណាសំបីតែអ្នកអត់អ្នកកន្លែងអត់ច្រោកកោនអីក៏ទៅរកបានដែរញោមអញ្ចឹងព្រាមហ្នឹងក៏ទៅរកព្រះសម្មាសម្ពុទ្ធបានទៅរកព្រះសម្មាសម្ពុទ្ធព្រះអង្គថាមនីព្រាមតើព្រាមឯងនេះមកមានការអីបានជាខ្លួនទឹកជោកហើយសម្លៀកបំពាក់សិតតែសៅមងកក្រិចឯងញោមអាវដាច់អីអញ្ចឹងទៅបានទូលរៀបរាប់ថាបបិទ្ធព្រះអង្គដល់ចម្រើនកាលដើមឡើយខ្ញុំជាព្រាមមហាសាលមានទ្រព្យនោះ8អីម៉ានញោម8សែនឯណោះប៉ុន្តែចែកទ្រព្យកូនអស់ទៅកូនគេលេងលវីលវល់ក៏គេបោះបង់ចោលទៅដូចជាគោចាស់ប្រើលេងកើតឯញោមគេយកទៅទុកចោលអញ្ចឹងទៅបានព្រះអង្គថាអញ្ចឹងមិនអីទេព្រាមអញ្ចឹងព្រាមឯងត្រូវចាំពាក្យតថាគតអញ្ចេះកាលណាមានកម្មវិធីព្រាមគេធ្វើជុំមួយខែគេធ្វើម្ដងព្រាមណាញោមអ្នកឯងក៏បីចាំពាក្យតថាគតឲ្យសុំគេពោលនៅក្នុងជំនុំនៃការប្រជុំរបស់ព្រាមហ្នឹងអញ្ចឹងអ្នកឯងត្រូវថាអញ្ចេះថាកាលដើមឡើយខ្ញុំតែងតែសម័យចង់បានកូនប៉ុន្តែកូនទាំងអស់នោះគឺពេញចិត្តតែចំពោះខ្ញុំនៅពេលដែលមានទ្រព្យទេពេលដែលខ្ញុំអស់ទ្រព្យគេតែងបោះខ្ញុំចោលប្រៀបធៀបដូចជាគោចាស់ដែលគេលេងប្រើអញ្ចឹងហើយកូនទាំងអស់នោះអន់ជាងឈើច្រត់របស់ខ្ញុំទៀតឈើច្រត់នេះអាចជួយខ្ញុំបានទៅណាមកណាក៏បានអញ្ចឹងខ្ញុំអស់ទ្រព្យដោយសារកូនអកតញ្ញូទាំងអស់នឹងឯងតែក៏ពិតគាថានឹងច្រើនអាត្មានិយាយចូលខ្លះអីខ្លះអញ្ចឹងទៅបានន័យថាអន់ជាងឈើច្រត់ទៀតកូន4នាក់ប៉ុន្តែអន់ជាងឈើច្រត់នឹងគាត់ទៀតខ្ញុំដែរលឺលោកទេហ៎ញោមគាត់ថាអន់ជាងអាឈើច្រត់នឹងទៀតណាបានចុងក្រោយចេះអំពីព្រះសម្មាសម្ពុទ្ធទៅសម័យកាលហ្នឹងព្រាមគេប្រជុំអញ្ចឹងញោមហើយព្រាមមួយខែគេប្រជុំម្ដងហើយប្រជុំច្បាប់គេមានណាព្រាមណាព្រោះធម្មតាកាលណាគេដាក់វណ្ណៈព្រាមហើយមានន័យថាវណ្ណៈគេសិតតអ្នកមានដែរដូចយើងមហាសទ្ធិអញ្ចឹងណាញោមណាអញ្ចឹងបើកូនចៅប្រុសណាដែលមានឪពុកម្ដាយជាព្រាមហើយបបោះបង់ចោលគេមានទោសប្រហារជីវិតចោលអញ្ចឹងណាញោមហើយកូនហ្នឹងគេខ្លាចជាអ្នកមានក្នុងសម័យកាលហ្នឹងអស់ហើយគេទៅប្រជុំដែរដល់ទៅប្រជុំដែរព្រាមឲ្យពុកនេះដើរទៅត្រុកសុំគេដល់ពេលសុំទៅគេស្គាល់ញោមគេថាគាត់ធ្លាប់ជាព្រាមដែលមានទ្រព្យសម្បត្តិមហាសាលតើអញ្ចឹងអ្នកឯងចង់និយាយមកបាននិយាយគាថាមិញនេះថាដើមឡើយខ្ញុំតែងរំពៃចង់បានកូនប៉ុន្តែកូនទាំងអស់នៅពេលដែលចែកទ្រព្យអស់ហើយទុកខ្ញុំចោលដូចជាគោចាស់គេលេងប្រើអញ្ចឹងហើយកូនទាំងអស់ហ្នឹងវាអន់ជាងឈើច្រត់ទៀតបាននិយាយឆោឡោចោះឡើងគេថាណាកូនឯងក៏លេខទៅឃើញកូននៅនេះទាំង4នាក់ញោមពេលហ្នឹងពួកព្រាមគេចាប់ញោមណាចាប់គេថាឥឡូវអ្នកឯងចង់កាត់ដៃឬក៏កាត់ជើងសួរព្រាមជាឪពុកហ្នឹងណាដឹងព្រាមជាឪពុកហ្នឹងថាមិនអីញោមមិនអីទេមិនបាច់ទៅកាត់ដៃកាត់ជើងកូនរបស់ខ្ញុំទេអនុគ្រោះឲ្យគេទៀតញោមណាឃើញទឹកចិត្តឪពុកឯងញោមចុះបើអ្នកដតីបែងចែកទ្រព្យឲ្យគេក្បត់ទេវិញគិតមិនដែរញោមលើកលែងឲ្យហ៎អត់ទេក្រៅពីកូនខ្លួនឯងប្រហែលជាខឹងព្រោះខំទុកចិត្តចែកទ្រព្យសម្បត្តិអស់ចង់រួយបោះបង់ឯងចោលប៉ុន្តែធម្មតាចិត្តជាឪពុកចិត្តជាម្ដាយទោះបីកូនខុសយ៉ាងណាក៏លើកលែងទោសឲ្យដែរញោមណាអញ្ចឹងបានថាឥឡូវនេះមិនបាច់ទៅកាត់ដៃកាត់ជើងសម្រាប់ពួកគាត់ទេសូមឲ្យតែគាត់មើលថែរក្សាខ្ញុំនឹងបានហើយសັບតែពេលហ្នឹងយកក្រេស្នែងលីប្រុយញោមដូចញោមថ្ងៃនេះអញ្ចឹងណាញោមក្រេស្នែងញោមបានសែងថ្ងៃមិញសែងតែញោមហ៎អានេះចាំអានិយាយរឿងសែងនឹងបន្តិចទៀតតែអត់យូរណាញោមហ៎ញោមអត់យូរទេហើយក៏ឆាប់ចប់ដែរឆាប់ចាប់ខ្លីៗព្រោះពេលវេលាឆ្ងាយអញ្ចឹងក៏ពេលហ្នឹងក៏ចាប់ផ្ដើមចិញ្ចឹមមេដាបៃតាវិញទៅចិញ្ចឹមលោកសទ្ធិហ្នឹងវិញញោមណាអស់ជីវិតគាត់ទៅអញ្ចឹងបានអាត្មាថាពុកម្ដាយចាស់ហើយញោមកុំយកទោសយកពៃអីអត់ស្ដីរកឪពុករកម្ដាយអាសារបស់តិចតួចទេញោមណាគាត់ហត់ច្រើនហើយចង់ព្រួយឲ្យគាត់រស់នៅឃើញកូនជាលើកចុងក្រោយមែនទេញោម
ពេលវេលាអាត្មាថាអត់យូរទេព្រោះច្បាប់ធម្មជាតិវាត្រូវតែអញ្ចឹង10 20ឆ្នាំទៀតយើងលះលោកទៅកាន់លោកដតីហើយអញ្ចឹងយ៉ាងណាធ្វើឲ្យជីវិតគាត់បានប្រសើរចុងកតុយនេះចាត់ទុកថាអស់ចិត្តហើយញោមណា